ហើយពេលដែលលើសមកដល់ហ្នឹងគឺលើសតាមរបៀបខូចសរសៃឈាមតែម្ដងគឺសរសៃឈាមហ្នឹងអាចក្រិនអាចខូចសរសៃឈាមបេះដូងអាចខូចសរសៃឈាមខួរក្បាលអាចខូចសរីរាង្គភេទអាចខូចសរសៃឈាមចិញ្ចឹមដៃចិញ្ចឹមជើងអាចខូចសរសៃឈាមភ្នែកឬក៏សរសៃឈាមតម្រងនោមដោយសារអីកាលណាសម្ពាធវាខ្លាំងដូចយើងប្រឹងផ្លុំពេទ្យប៉ោងពេលដែលប្រឹងផ្លុំពេទ្យប៉ោងទៅគឺអាបេះដូងហ្នឹងវាចុះខ្សោយចឹងវាឡើងសម្ពាធនៅក្នុងបេះដូងហើយអាខាងក្រៅហ្នឹងវាក្រិនសរសៃឈាមហ្នឹងពេលដែលបេះដូងប្រឹងខ្លាំងទៅវាអាចនឹងផ្ទុះវាអាចនឹងបែកអញ្ចឹងហើយបានគេដាក់ថ្នាំទុកដើម្បីកុំឲ្យបេះដូងក៏មិនបាច់ប្រឹងខ្លាំងហើយសរសៃឈាមហ្នឹងក៏វាទន់បន្តិចកុំឲ្យវារឹងកញ្ជ្រឹះពេកពិបាកផ្លុំពិបាកបាញ់ឈាមចូលទៅដូចយើងពិបាកនឹងផ្លុំខ្យល់ចូលក្នុងពេទ្យប៉ោងដែលជញ្ចាំងរបស់វាក្រាស់ខ្មឹកហើយអត់ព្រមយាអញ្ចឹងសរសៃឈាមហ្នឹងគេហៅថា elastic គឺវាយឺតវាយាហើយវាស្វិតពេលបេះដូងច្បាច់ឈាមទៅអាសរសៃឈាមហ្នឹងវារីកណាវារីកប៉ុន្តែវារួមវិញអាហ្នឹងគឺមកពីវាមានភាពស្វិតដូចជ័រកស៊ូអញ្ចឹងយើងទាញទៅហើយវារួញមកវិញទាញហើយរួញមកវិញអញ្ចឹងនៅពេលដែលយើងព្យាបាលជាពិសេសមនុស្សដែលមិនដែលលើសឈាមសោះលើកដំបូងដែលមកគឺឃើញអញ្ចឹងយើងព្យាបាលទៅអាចគាត់អត់ឡើងឈាម 2-3 ឆ្នាំហើយពេលនោះមិនចាំបាច់ឲ្យគាត់ញ៉ាំថ្នាំលើសឈាមទេនឹងក្នុងករណីដែលយើងចាប់ជាប់មុនតែបើសិនជាគាត់លើសឈាមហើយគាត់អត់រគាត់ដាក់តែថ្នាំលើសឈាមពីព្រោះគេមិនអាចមិនដាក់ទេប៉ុន្តែដាក់បដារបដានៅពេលដែលយើងព្យាបាលជាសម្ពាធឈាមវាមកធម្មតាវិញយើងសាកល្បងកាត់បន្ថយថ្នាំលើសឈាមអញ្ចឹងបានគេអាចផ្ដាច់បានថ្នាំលើសឈាមហ្នឹងតែបើយើងមិនរកមូលហេតុហើយយើងទុកឲ្យយើងលើសឈាម10ឆ្នាំអីហើយញ៉ាំថ្នាំ10ឆ្នាំអីហើយគេអត់ហ៊ានផ្ដាច់ទេគឺថ្នាំលើសឈាមហ្នឹងនៅញ៉ាំអាយុហ្នឹងគេញ៉ាំមកជីវិតហ្នឹងពីព្រោះអត់អ្នកណាហ៊ានទទួលខុសត្រូវទេតែមកដល់ញ៉ាំថ្នាំនឹង10ឆ្នាំហើយបើទោះជាអត់ឃើញលើសឈាមមានពេលខ្លះខ្ញុំក៏អត់ហ៊ានប្រាប់គេឲ្យគេផ្ដាច់ដែរតែបើសិនជាតបនឹងលើសថ្មីហ្នឹងស្រាប់តែយើងមិនទាន់ទាំងបានដាក់ថ្នាំលើសឈាមអីផងស្រាប់តែព្យាបាលទៅយើងសម្ពាធល្អមកវិញអាហ្នឹងយើងអត់ត្រូវការលេបថ្នាំទេហើយចឹងត្រឡប់មកវិញយើងនិយាយអំពីការព្យាបាលជំងឺលើសឈាមក្នុងករណីដែលយើងញ៉ាំតែថ្នាំលើសឈាមយើងមិនខ្វល់ទៅមើលជាតិពុលមិនខ្វល់មើលសរីរាង្គមិនមើលថ្លើមមិនមើលសួតមិនមើលច្រមុះមិនមើល sinuses មានន័យថាប្រហោងឆ្អឹងនៅក្នុងមុខមិនមើលតម្រងនោមមិនមើលមេរោគជំងឺកាមរោគមិនមើលកពេញប្រូស្តាតមិនមើលទ្វារមាសការព្យាបាលបែបហ្នឹងគឺត្រូវហើយគឺយើងព្យាបាលមួយជីវិតហើយមួយជីវិតហ្នឹងអត់សូវមានសុវត្ថិភាពទេគឺមិនដឹងថាថ្ងៃណាវាឡើងទេមិនដឹងថ្ងៃណាវាបែកសរសៃឈាមទេអញ្ចឹងយើងគួរតែឆែកមើលគ្រប់មូលហេតុដែលធ្វើឲ្យសរសៃឈាមក្រិនគ្រប់មូលហេតុដែលថាមានជាតិពុលច្រើនមានស្ករច្រើនមានអាស៊ីតច្រើនមានខ្លាញ់ច្រើននៅក្នុងសរសៃឈាមដែលចង្អៀតធ្វើឲ្យយើងមានការលើសឈាមហ្នឹងហើយបើសិនជាយើងធ្វើបានអានឹងការលើសឈាមរបស់យើងនឹងតិចតួចហើយវាអត់មានផលវិបាកធំដុំផលវិបាកធំដុំហ្នឹងគឺវាធ្វើឲ្យខូចតម្រងនោមនិងភ្នែកខូចមុនគេតម្រងនោមហ្នឹងវាជាសរសៃឈាមតូចៗដើម្បីចម្រោះជាតិពុលចេញទៅតាមទឹកនោមហ្នឹងគឺសរសៃហ្នឹងតូចៗណាស់ហើយនៅពេលដែលលើសឈាមពេលដែលសម្ពាធឈាមបុកឡើងខ្លាំងគឺវាបែកសរសៃឈាមតម្រងនោមហ្នឹងអញ្ចឹងវាធ្វើឲ្យយើងនឹងខ្សោយតម្រងនោមមិនអាចចាក់ជាតិពុលចោលបានពេលដែលចាក់ជាតិពុលចោលអត់អស់ហើយទៅចាក់តែអំបិលចាក់តែសាច់ចាក់តែឈាមទៅតាមទឹកនោមអាហ្នឹងគេហៅលាងឈាមហ៎នៅពេលដែលសល់ជាតិពុលច្រើនពេកបើមិនលាងឈាមចេញទេយើងអាចវង្វេងហើយយើងអាចក៏ហើមសួតក៏អាចហើមខួរក្បាលចឹងឯងបាននៅពេលនោះគេចេះតែឲ្យយើងទៅលាងឈាមនៅក្នុងករណីដែលផលវិបាកដល់ដំណាក់កាលចុងក្រោយហើយផ្ទុយទៅវិញអ្នកជំងឺដែលខ្សោយតម្រងនោមគឺបើទោះជាមិនលើសឈាមក៏គេដាក់ថ្នាំលើសឈាមគេមិនអាចឲ្យសម្ពាធឈាមលើសពី135លើ90ទេព្រោះតែលើសហ្នឹងគឺតម្រងនោមខូចកាន់តែខ្លាំងចឹងឯងគេដាក់ថ្នាំទប់សម្ពាធឈាមមិនឲ្យវាផ្ទុះឡើងលើដើម្បីកុំឲ្យយើងខូចតម្រងនោមព្រោះតែកាលណាសុកកំពុងតែឈឺតម្រងនោមអាសម្ពាធឈាមហ្នឹងវាឡើងដល់150 160វាអាចនឹងធ្វើឲ្យតម្រងនោមយើងហ្នឹងមានគ្រោះថ្នាក់ភ្លាមយើងអាចប្រើអត់បានយូរយើងអាចមានតម្រូវការត្រូវបន្ថែមកលៀនយើងចេះហៅថាដូរកលៀនប៉ុន្តែការពិតគេអត់ដូរទេគឺគេបន្ថែមយើងមានកលៀន2របស់យើងហើយគេបន្ថែមមួយទៀតដកស្រង់ដោយតំបន់សុខភាព